តម្រង់បែបនេះគឺមានស្ទួនហើយអត់ស្ទួនហើយខ្ញុំនឹងទៅដំបូងគេគឺវីដេអូដែលអត់ស្ទួនមុនតមកយើងទៅរបៀបដែលស្ទួនយើងមើលមិនអត់ស្ទួនគេមើលមិនហើយកែស្ទួនទៅធ្វើមិនអញ្ចឹងត្រូវចាំថាត្រីចង2ត្រីខុសជ្រុងសេះដាច់ថាត្រូវឈរតម្រង់3 4 1 2 3 1 2 3 4សេះត្រូវឈរតម្រង់3 4 អូខេអញ្ចឹងឥឡូវយើងមកជួបគ្នាម្ដងទៀតពាក់ព័ន្ធមួយវីដេអូចែករំលែកអំពីអុកចត្រង្គខ្មែររបស់យើងអញ្ចឹងការចែករំលែកនេះគឺពាក់ព័ន្ធជាមួយនឹងត្រីចង2មួយសេះមួយហើយត្រីយើងមកអុកស្លាប់ឲ្យខុសជ្រុងទៀតអញ្ចឹងយើងអត់យើងនឹងរបៀបគៀងខ្ញុំបានធ្វើវីដេអូរួចហើយបងប្អូនដែលជាអ្នករៀនលេងដំបងឬក៏អ្នកអត់ចេះសោះអាចទៅវីដេអូរបៀបគៀងអញ្ចឹងសម្រាប់វីដេអូនេះយើងនឹងនិយាយអំពីទម្រង់ដែលត្រូវឈរតើត្រីចង2ហើយត្រីខុសជ្រុងទៀតយើងត្រូវទៅឈរកន្លែងណាដើម្បីឲ្យស្លាប់អញ្ចឹងដូចខ្ញុំអាសានិយាយដែរសម្រាប់បងប្អូនដែលរៀនលេងដំបងគឺគៀងមិនគៀងទៅជ្រុងណាក៏ដោយឥឡូវខ្ញុំគាត់ថាខ្ញុំយកជ្រុងនេះចោះជ្រុងណាក៏ស្លាប់ដែរពាក់ព័ន្ធមួយត្រី2ឲ្យតែមានត្រីចង2ត្រូវជ្រុងក៏ស្លាប់ខុសជ្រុងក៏ស្លាប់អញ្ចឹងនេះគឺជាទម្រង់ខុសត្រីខុសជ្រុងហើយយើងគៀងមិនគៀងគឺដើរសល់ដើរបានតែ2កន្លែងទេអញ្ចឹងនេះជើងសេះនេះជើងត្រីនេះជើងសេះនេះជើងត្រីជើងអង្គក៏បានអញ្ចឹងយើងសល់ដើរបានតែ2កន្លែងនេះនៅពេលដែលសល់ដើរបាន2កន្លែងយើងឲ្យយើងដឹងថាឥឡូវកូនសយើងត្រូវសេរីទម្រង់នេះត្រូវឈរដើម្បីកុំឲ្យស្ទួនហើយកុំឲ្យស្លាប់ទម្រង់បែបនេះគឺមានស្ទួនហើយអត់ស្ទួនហើយខ្ញុំនឹងទៅដំបូងគេគឺវីដេអូដែលអត់ស្ទួនមុនតមកយើងទៅរបៀបដែលស្ទួនយើងមើលមិនអត់ស្ទួនគេមើលមិនហើយកែស្ទួនទៅធ្វើមិនអញ្ចឹងត្រូវចាំថាត្រីចង2ត្រីខុសជ្រុងសេះដាច់ថាត្រូវឈរតម្រង់3 4 1 2 3 1 2 3 4សេះត្រូវឈរតម្រង់3 4 ត្រីត្រូវឈរនៅត្រីមួយទៀតត្រីមួយត្រូវឈរកន្លែង0 4 1 2 3 4ត្រីមួយទៀតត្រូវឈរកន្លែង2 3អង្គត្រូវឈរនៅចិត្តត្រីដើម្បីជួយចងគ្នាអញ្ចឹងយើងមើលតម្រង់មួយទាំងអស់គ្នាម្ដងទៀតសេះដាច់ខាតឈរតម្រង់3 4ត្រីឈរនៅកន្លែង0 4ត្រីចងមួយទៀតឈរកន្លែង2 3និងអង្គឈរនៅកន្លែង0 3អញ្ចឹងកូនសដើរបានតែ2កន្លែងទេអូខេឥឡូវយើងដឹងពីតម្រង់ដែលកូនខ្មៅត្រូវឈរដើម្បីត្រៀមអុកសាឡាំអញ្ចឹងជំហានទី2នៅពេលដែលយើងគៀងមកអញ្ចឹងឈរតម្រង់ត្រូវហើយយើងមើលថាវាស្ទួនឬក៏មិនស្ទួនអញ្ចឹងលក្ខខណ្ឌក្នុងលក្ខខណ្ឌបែបនេះយើងត្រូវធ្វើម៉េចដើម្បីដឹងថាស្ទួនមិនស្ទួនបើកូនអញ្ចឹងកូនសដើរមុននៅពេលដែលកូនសដើរចុះក្រោមអញ្ចឹងកូនសដើរឆ្លងតែមួយកម្មអញ្ចឹងគេហៅថាអត់ស្ទួនទេកូនសធ្វើម៉េចឲ្យយើងត្រូវចេះគៀងឬក៏ស្ទួនកូនកែមិនឲ្យកូនសដើរចុះក្រោមកូនសដើរចុះក្រោមគឺអត់ស្ទួនទេចាឥឡូវយើងទៅមើលតម្រង់ដែលអត់ស្ទួនហើយលក្ខខណ្ឌអញ្ចឹងគឺកូនសដើរមុនអញ្ចឹងឥឡូវកូនសដើរចុះក្រោមអូខេយើងដកអង្គយើងកាន់សេះនៅពេលដែលអង្គថយចុះភ្លាមត្រូវកាន់សេះដូរពីតម្រង់ដែល3 4 4ត្រូវបោះមកកន្លែងនេះអញ្ចឹងយើងត្រូវចាំថាមូលហេតុអីបានត្រូវសេះបោះមកហ្នឹងដើម្បីឈរមកកន្លែងត្រីនេះដើម្បីអុកស្លាប់អញ្ចឹងនៅពេលដែលអង្គសថយចុះមកភ្លាមដកកាន់ជើងសេះមួយយើងកាន់តែ3ជើងនៅពេលដែលតម្រង់អត់ស្ទួនណាទី1គឺកាន់ជើងសេះអង្គសឡើងកាន់ត្រីជើងទី2គឺកាន់ត្រីអុកមួយអូខេអញ្ចឹងកូនសធៀមរត់អញ្ចឹងឃើញយើងថយមកកន្លែងហ្នឹងគោលដៅគឺយើងឈរកន្លែងហ្នឹងដើម្បីអុកស្លាប់ជើងទី3អុកមួយសេះគឺស្លាប់នេះជើងសេះនេះជើងសេះគឺស្លាប់ហើយអញ្ចឹង3ជើងនៅពេលដែលអត់ស្ទួនចាំម្ដងទៀតកាន់សេះជើងទី1ជើងទី2កាន់ត្រីជើងទី3កាន់សេះតែ3ជើងគឺស្លាប់អញ្ចឹងយើងទៅម្ដងទៀតតម្រង់ដែលអត់ស្ទួនអូខេអញ្ចឹងអត់ស្ទួនយើងចាំហើយគឺសដើរចុះមកកែងសគឺដើរចុះក្រោម1ថយជើងសេះមក2អុកត្រីឡើងមួយសេះស្លាប់ថយមកនេះក៏អុកមួយសេះស្លាប់ដូចគ្នាអញ្ចឹងនេះគឺជាតម្រង់ដែលអត់ស្ទួនអញ្ចឹងតម្រង់ដែលស្ទួនគឺកូនខ្មៅដើរមុនកូនខ្មៅដើរមុនយើងត្រូវធ្វើម៉េចដើម្បីឲ្យនៅពេលដែលយើងចូលតម្រង់ដដែលហ្នឹងហើយឲ្យកូនឲ្យអង្គសដើរមកក្រោមអញ្ចឹងនៅពេលដែលកូនខ្មៅដើរមុនយើងត្រូវកែស្ទួនត្រូវកែវាមិនកែស្ទួនយើងកែតែ3ជើងឯងសេះក៏យើងអត់កាន់ត្រីចង2នេះក៏យើងអត់កាន់ដែរកែស្ទួនយើងត្រូវកាន់អង្គយើងត្រូវកាន់អង្គកែតែ3ជើងគឺនឹងយើងកែស្ទួនបានទេឥឡូវយើងទៅមើលទាំងអស់គ្នាតើកែស្ទួនកាន់អង្គ3ជើងកាន់វាមិនអញ្ចឹងទី1វេនខ្មៅដើរមុនទី1យើងដើរឡើងមិនចេះសដើរបានតែ2កន្លែងទេ2ជើងទី2យើងអត់ចូលទេយើងញាក់មួយសិនសឡើងវិញទី3ចាំយើងចូលអូខេអញ្ចឹងយើងកែបានហើយឃើញទេចូលអាតម្រង់ទី1យើងមិនអញ្ចឹងនៅពេលដែលយើងកែបានយើងដកជើងសេះតែ3ជើងយើងដដែលមកអញ្ចឹងមិញកូនសនៅនេះខ្មៅដើមមុនចាឥឡូវយើងកែដូចហើយសចង់មកក្រោមអញ្ចឹងយើងចូលតម្រង់ទី1យើងដដែលអត់ស្ទួនមិញមក3ជើងយើងដំបូងណាសេះ1ត្រី1សេះ1 3ជើងគឺស្លាប់សេះ1សឡើងត្រី1សឡើងសេះ1ទៀតគឺស្លាប់អញ្ចឹងយើងទៅម្ដងទៀតរបៀបកែស្ទួនអូខេអញ្ចឹងយឺតជាតម្រង់ត្រីកោនកែស្ទួន3ជើងកាន់តែអង្គខ្មៅសុទ្ធ1សចុះក្រោម2សឡើងលើ3ចូលវិញសចុះក្រោមកែស្ទួនហើយយើងចាំត្រូវប្រើ3ជើងទៀតសេះ1ត្រី1សេះ1 1សឡើងត្រី1អុកសឡើង3ជើងសេះទី2គឺស្លាប់អញ្ចឹងនេះគឺជាទម្រង់ដែលយើងរបៀបឈរសេះត្រូវឈរណាត្រីចងត្រូវឈរណាអង្គត្រូវឈរណារបៀបដែលយើងប្រើត្រីចង2ហើយត្រីខុសជ្រុងអញ្ចឹងសម្រាប់បងប្អូនដែលជាអ្នករៀនលេងដំបូងបើសិនជាមានចម្ងល់មានអីសួរបងប្អូនអាច comment សួរវីដេអូខាងក្រោមបាន